ខ្ញុំបាននៅរស់ក្នុងចំណោមពួកគេអស់មួយរយៈកន្លះខ្ញុំបានឃើញស្ត្រី300នាក់ត្រូវបានកាត់ក្បាលបន្ទាប់ពីពួកគេសុំមេត្តាខ្ញុំបានលូនដូចពស់ហើយស៊ីសម្បកឈើអុកសេចក្តីស្លាប់នឹងคล้ายជាការសម្រាលទុក្ខប៉ុន្តែខ្ញុំនៅតែបន្តរស់នៅដើម្បីប្រាប់អ្នកពីរឿងនេះសម្រាប់អ្នកដែលធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួកតាវាប្រសើរជាងសម្រាប់គាត់ដែលមិនបានកើតមកខ្ញុំនិយាយនេះក្នុងនាមជាអ្នកដែលបានដឹងអំពីវាសូមអនុញ្ញាតឲ្យខ្ញុំផ្ញើជូនអ្នកនៅសំណេរទូចមួយនេះរបស់ខ្ញុំដើម្បីឲ្យការចូលមករបស់ពួកតានិងការបំភ្លេចបំផ្លាញដ៏ធំធេងនិងគ្រោះថ្នាក់នៃប្រជាជនគ្រិស្តសាសនាអាចឈរយ៉ាងច្បាស់នៅចំពោះលោកម្ចាស់សូមអ្នកអានវាដោយយកចិត្តទុកដាក់ដែលពិតប្រាកដណាស់អ្នកនឹងរកឃើញនៅក្នុងនោះនៅរឿងជាច្រើនដែលបានកើតឡើងនៅចំពោះមុខភ្នែករបស់ខ្ញុំផ្ទាល់និងរឿងជាច្រើនទៀតដែលខ្ញុំបានជួបប្រទះដោយខ្លួនឯងប៉ុន្តែប្រសិនបើអ្នករកឃើញនៅក្នុងនោះនៅបញ្ហាបែបនេះដែលអាចហាក់ដូចជាគួរឲ្យរន្ធត់និងគួរឲ្យភ័យខ្លាចដល់ចិត្តមនុស្សអ្នកមិនគួរភ្ញាក់ផ្អើលចំពោះខ្ញុំជាអ្នកនិពន្ធឬព្រឹត្តិការណ៍នោះទេប៉ុន្តែត្រូវអរព្រះគុណដល់ស្ដេចនៃស្ដេចដែលទ្រង់ភ្លេចសេចក្តីមេត្តាករុណារបស់ទ្រង់ឡើយប៉ុន្តែបានសំលៀងដាវរបស់ទ្រង់ទុកដូចជាភ្លេចបន្ទោប្រឆាំងនឹងទ្រព្យញានៅឆ្នាំកូនចាប់កំណើតរបស់ព្រះអម្ចាស់1242វាបានកើតឡើងដែលគូតែនស្ដេចនៃឃូម៉ាន់បានពន្យល់បេសកជនដ៏អូឡារឹកទៅកាន់ស្ដេចជាមួយនឹងសារថាគាត់បានប្រយុទ្ធជាមួយពួកតាអស់រយៈពេលជាច្រើនឆ្នាំហើយបានយកឈ្នះទៅផ្ទះ2ដងប៉ុន្តែលើកទី3ដោយសារគាត់មិនបានត្រៀមខ្លួនពួកគេក៏បានចូលមកក្នុងទឹកដីរបស់គាត់ភ្លាមដូច្នេះដោយមិនអាចមានកងទ័ពបានគាត់ត្រូវបង្ខំឲ្យងាកចេញពីពួកតាដែលត្រូវបណ្ដាសាពួកគេបានបំភ្លេចបំផ្លាញទឹកដីរបស់គាត់ភាគច្រើនដោយកម្លាំងហើយបានសម្លាប់ប្រជាជនរបស់គាត់បន្ទាប់ពី1ឆ្នាំនៃព្រះអម្ចាស់បានកន្លងផុតទៅដំណឹងបានមកថាពួកតាកំពុងបំភ្លេចបំផ្លាញព្រំដែននៃប្រទេសហុងគ្រីដែលនៅជាប់នឹងហ្វ្រាំងនៅពេលដែលរឿងនេះត្រូវបានប្រកាសពាសពេញប្រទេសហុងគ្រីជនជាតិហុងគ្រីចំពោះដែលមានការត្រេកអរយ៉ាងក្រៃលែងមិនជឿហើយអះអាងថាពួកគេតែងតែឮរឿងបែបនេះអំពីពួកតាហើយតែងតែរកឃើញថាវាមិនមានន័យអ្វីទាំងអស់ពួកគ្នាបាននិយាយថារឿងជាច្រើនត្រូវបានកើតជាថ្មីដែលបានធៀបចុះពីមុនមកប្រហែលពាក់កណ្ដាលនៃរដូវចូលឆ្នាំបុរសម្នាក់របស់ Palatine បានមកដល់យ៉ាងលឿនទៅកាន់ស្ដេចហើយបានរាយការណ៍ក្នុងនាម Count Palatine ថាពួកតាបានទៅដល់ជ្រកទ្វាររុស្ស៊ី Russian Gate ហើយកំពុងបំផ្លាញឧបសគ្គព្រំដែនស្ដេចនៅតែមិនជឿប៉ុន្តែនៅថ្ងៃទី4 Palatine ខ្លួនឯងបានមកដល់ដោយបានជីកសៃទាំងយប់ទាំងថ្ងៃហើយបានរាយការណ៍ថានៅដើមខែមីនាថ្ងៃទី12គាត់បានប្រយុទ្ធជាមួយពួកគេនៅជ្រកទ្វារស្ទើរតែទាំងអស់នៃបុរសរបស់គាត់ត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយព្រួញនិងដាវគាត់បានរត់គេចខ្លួនជាមួយនឹងមនុស្សមួយចំនួនហើយបានមករាយការណ៍ពីអ្វីដែលបានកើតឡើងស្ដេចទូបីជាទ្រង់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងអាក្រក់នេះក៏ដោយក៏បានដោះលែងអាចារ្យប៊ីសុបនិងអ្នកផ្សេងទៀតអ៊ីស្ប៉ង់និងបារុនរបស់ទ្រង់ដោយបញ្ជាយ៉ាងម៉ឺងម៉ាត់និងតឹងរឹងឲ្យពួកគេប្រមូលផ្ដុំកងទ័ពរបស់ពួកគេហើយត្រឡប់មករកទ្រង់វិញឲ្យបានឆាប់តាមដែលត្រូវធ្វើទៅបានដោយមិនបាត់បង់ពេលវេលាព្រោះភាពចាំបាច់បន្ទាន់និងត្រឹមត្រូវការជាក់ស្ដែងបានទាមទារទីក្រុងអារ៉ាឌៀមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសហុងគ្រីដូច្នេះអភិជនស្ត្រីនិងស្ត្រីកសិករជាច្រើនបានប្រមូលផ្ដុំគ្នានៅទីនោះទោះបីជាប៊ីសុបបានចាស់ចេញជាមួយនឹងព្រះសង្ឃមួយចំនួនក៏ដោយខ្ញុំបានស្នាក់នៅទីនោះ
ជាមួយប្រជាជនដែលនៅសល់យើងបានជួសជុលប្រាសាទឡើងវិញជាមួយជញ្ជាំងដ៏រឹងមាំមួយដើម្បីឲ្យយើងអាចរកឃើញជំរកនៅទីនោះប្រសិនបើយើងមិនអាចការពារទីក្រុងបានប៉ុន្តែនៅពេលដែលថ្ងៃមួយពួកតាបានមកដល់ភ្លាមហើយស្ថានភាពរបស់ខ្ញុំនៅក្នុងទីក្រុងមានគ្រោះថ្នាក់ខ្ញុំមិនចង់ទៅប្រាសាទទេប៉ុន្តែបានរត់ចូលទៅក្នុងព្រៃហើយលាក់ខ្លួននៅទីនោះដរាបណាខ្ញុំអាចធ្វើបានទោះជាយ៉ាងណាក៏ដោយពួកគេបានដណ្ដើមយកទីក្រុងភ្លាមហើយបានដុតបំផ្លាញវាភាគច្រើនហើយមិនទុកអ្វីនៅខាងក្រៅជញ្ជាំងនៃប្រាសាទឡើយដោយបានប្រមូលទ្រព្យសម្បត្តិទូកឃាតបានសម្លាប់បរិសុទ្ធនិងស្ត្រីទាំងប្រជាជនសាមញ្ញនិងអភិជននៅតាមផ្លូវផ្ទះនិងវាលស្រែពួកគេមិនលើកលែងភេទឬអាយុឡើយបន្ទាប់ពីធ្វើដូច្នេះពួកគេក៏ដកថយភ្លាមប្រមូលអ្វីគ្រប់យ៉ាងក្នុងការដកថយហើយតាំងទីលំនៅ5ម៉ាយពីប្រាសាទពួកគេមិនបានត្រឡប់មកវិញអស់ជាច្រើនថ្ងៃហើយអ្នកដែលជានៅក្នុងប្រាសាទគិតថាពួកគេបានចាកចេញដោយសារតែកម្លាំងរបស់ប្រាសាទនៅពេលដែលពួកតាមិនបានមកប្រាសាទអស់រយៈពេលជាច្រើនថ្ងៃហើយគ្រប់គ្នាគិតថាពួកគេបានដកថយទាំងស្រុងពីទីនោះអ្នកចម្បាំងជាច្រើននិងអ្នកផ្សេងទៀតដែលនៅក្នុងប្រាសាទដោយជឿជាក់ថាពួកគេបានដកថយបានចាកចេញពីប្រាសាទហើយផ្លាស់ទីទៅជាមួយគ្នានៅក្នុងផ្ទះដែលនៅតែមាននៅខាងក្រៅវាបន្ទាប់មកនៅថ្ងៃមួយពេលព្រលឹមពួកតាដែលពួកគេមិនអាចដឹងពីកន្លែងលាក់ខ្លួនបានប្រញាប់ប្រញាល់មករកពួកគេហើយសម្លាប់អ្នកដែលមិនបានរត់គេចទៅប្រាសាទពួកគេបានលុំពួតបន្ទាភ្លាមដំឡើងម៉ាស៊ីនលុំពួតចំនួន7នៅទល់មុខជញ្ជាំងថ្មីហើយទម្លាក់ក្របបែកដោយថ្មឥតឈប់ឈរទាំងយប់ទាំងថ្មីរហូតដល់ជញ្ជាំងថ្មីបានដួលរលំទាំងស្រុងពួកគេបានចាប់អ្នកចម្បាំងព្រះសង្ឃនិងអ្នកផ្សេងទៀតដែលមិនត្រូវបានសម្លាប់ដោយដាវក្នុងការវាយប្រហារនៅក្នុងព្រះវិហារផ្សេងទៀតពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះដែលវាជាការប្រសើរក្នុងការរក្សាភាពស្ងៀមស្ងាត់ក្រែងលោមមនុស្សទទួលបានគំនិតសម្រាប់អំពើអាក្រក់បំផុតបន្ទាប់មកពួកគេបានកាត់ក្បាលពួកអភិជនប្រជាពលរដ្ឋទាហាននិងព្រះសង្ឃដោយគ្មានមេត្តានៅលើវាលមួយនៅខាងក្រៅទីក្រុងពួកគេបានរំលោភភ្នូររបស់ពួកបរិសុទ្ធដោយអសុរោះជួនឆ្លៀវត្ថុបុរាណដោយជើងដ៏មានបាបរបស់ពួកគេបំបែកជាបំណែកនៅឆ្នាំងដុតគ្រឿងក្រអូបឈើឆ្កាងប៉ែងមីសនិងគ្រឿងប្រដាប់ផ្សេងនិងអ្វីផ្សេងទៀតដែលត្រូវបានរចនាឡើងសម្រាប់ការបម្រើអាសនៈពួកគេបានអូសទាញបុរសនិងស្ត្រីដូចគ្នាចូលទៅក្នុងព្រះវិហារហើយបានធ្វើបាបដោយអៀនខ្មាស់ហើយបន្ទាប់មកសម្លាប់ពួកគេនៅទីនោះបន្ទាប់ពីទើបភ្ញាក់បានបំផ្លាញអ្វីអីទាំងអស់ទុកជាពួកគេបានចាកចេញពីកន្លែងនោះឲ្យនៅទទេមនុស្សដែលលាក់ខ្លួននៅក្នុងព្រៃក្បែរនោះបានត្រឡប់មកវិញដើម្បីរកអាហារហើយខណៈពេលដែលពួកគេកំពុងស្វែងរកក្នុងចំណោមថ្មនិងសាកសពពួកតាបានត្រឡប់មកវិញភ្លាមហើយក្នុងចំណោមអ្នករស់នៅដែលពួកគេបានរកឃើញនៅទីនោះគ្មាននរណាម្នាក់ត្រូវបានទុកឲ្យនៅរស់ឡើយហើយការសម្លាប់រង្គាលនេះត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀតពីមួយថ្ងៃទៅមួយថ្ងៃស្ដេចនៃស្ដេចនិងជាម្ចាស់នៃពួកតាដែលបានចូលមកក្នុងប្រទេសហុងរីមានឈ្មោះថាបាធូដោយបានបំផ្លាញរុសនិងឃូម៉ានីទាំងស្រុងនិងដោយចិត្តតែមួយពួកគេបានសម្រេចចិត្តកាន់កាប់ប្រទេសហុងរីនៅពេលដែលស្ដេចបានដង្ហែចេញពីទីក្រុងប៉េសដូចដែលខ្ញុំបានលើកឡើងហើយបានផ្លាស់ទីជាមួយនឹងកងទ័ពប្រដាប់អាវុធមួយចំនួនធំប្រឆាំងនឹងពួកតាពួកគេបានឈប់ដុតភូមិប្រមូលផ្ដុំគ្នាយ៉ាងលឿនហើយដកថយតាមផ្លូវដែលពួកគេបានមកទន្ទឹមនឹងនេះស្ដេចបានលើកទឹកចិត្តបរិសុទ្ធរបស់ទ្រង់ឲ្យត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដោយក្លាហាន
ហើយទ្រង់ផ្ទាល់បានប្រគល់ទង់ជាតិជាច្រើនក្នុងចំណោមបរិសុទ្ធដ៏អស្ចារ្យទោះជាយ៉ាងណាក៏ដោយជនជាតិហុងគ្រីដោយជឿជាក់លើចំនួនរបស់ពួកគេបានសើចចំអកចំពោះរឿងទាំងអស់នេះហើយដោយសារតែបញ្ហាដែលបានពិភាក្សាខាងលើមិនមានគំនិតឬស្មារតីក្នុងការប្រយុទ្ធទេពួកគេគិតថាគ្រោះមហន្តរាយណាមួយនឹងកើតឡើងតែចំពោះអ្នកខ្លះជាពិសេសហើយមិនមែនទាំងអស់ជាទូទៅទេប៉ុន្តែមិនមែនពេលនេះទេបច្ចុប្បន្នមិនដូចអតីតកាលទេពួកតាបានរកឃើញកន្លែងឆ្លងកាត់ទន្លេឆ្ងាយពីកងទ័ពហើយបានឆ្លងកាត់ពេញមួយយប់នៅពេលព្រលឹមពួកគេបានលំពាត់កងទ័ពរស្ដេចទាំងមូលហើយចាប់ផ្ដើមបាញ់ព្រួញដូចជាភួព្រឺជនជាតិហុងគ្រីដែលទៀងច្របូកច្របល់នឹងត្រូវគេបោកបញ្ឆោតដោយលេខរបស់ពួកគេបានប្រដាប់អាវុធនិងឡាយលើក្នុងសេះរបស់ពួកគេប៉ុន្តែទាហានមិនអាចរកឃើញមេបញ្ជាការរបស់ពួកគេមេបញ្ជាការមិនអាចរកឃើញបរិសុទ្ធរបស់ពួកគេហើយនៅពេលដែលពួកគេចេញទៅប្រយុទ្ធពួកគេបានដើរដោយភាពទន់ខ្សោយនិងយឺតយ៉ាវព្រួញត្រូវបានឡើងលើអាកាសយ៉ាងក្រាស់រហូតដល់វាស្ទើរតែគ្របដណ្ដប់អ្នកចម្បាំងនៅក្នុងស្រមោលហើយហោះហើរដូចជាកណ្ដូបនិង locust ដែលផ្លាស់ទីជាភងដោយមិនអាចទប់ទល់នឹងការបាញ់ព្រួញបានពួកគេបានត្រឡប់ទៅជំរំវិញនៅទីនោះស្ដេចមិនអាចរៀបចំជួរប្រយុទ្ធបានទេគ្មានសារគ្មានពាក្យណាមួយត្រូវបានពន្យល់ក្នុងចំណោមពាក្យពោះខណៈពេលដែលស្ដេចគិតថាពួកគេកំពុងចូលទៅក្នុងសមរភូមិពួកគេកំពុងរត់គេចជាជាងទៅប្រយុទ្ធការសម្លាប់រង្គាលក្នុងចំណោមអ្នកដែលរត់គេចខ្លួននៅលើផ្លូវធំឆ្ពោះទៅកាន់ Test និងអ្នកដែលស្នាក់នៅជាមួយកងទ័ពគឺធំធេងណាស់បរមរាប់ពាន់នាក់បានស្លាប់ដែលមនុស្សម្នាក់មិនអាចប៉ាន់ស្មានបានហើយក៏មិនអាចជឿទុកចិត្តលើរបាយការណ៍បានដែរព្រោះការបាត់បង់គឺធំធេងណាស់គ្មានមនុស្សណាម្នាក់អាចមានចំណេះដឹងច្បាស់លាស់អំពីមនុស្សសាមញ្ញធំនិងតូចដែលបានឡងទឹកនៅក្នុងវាលភក់និងទន្លេត្រូវបានឆេះដោយភ្លើងឬស្លាប់ដោយដាវនោះទេសេះរត់ជុំវិញនៅតាមវាលស្រែនិងព្រៃតូចៗដោយមានកែបនិងខ្សែបង្ហៀប៉ុន្តែគ្មានអ្នកជិះហើយមានការភិតភ័យយ៉ាងខ្លាំងដោយសារសំឡេងរំខានរហូតដល់ពួកវាហាក់ដូចជាឈួតសំឡេងសេះរបស់ពួកគ្លាហាក់ដូចជាធ្ងរឬយំនៅពេលនោះពួកតាមានការព្រួយបារម្ភតែអំពីការសម្លាប់មនុស្សហើយហាក់ដូចជាមិនសូវខ្វល់ខ្វាយពីទ្រព្យសម្បត្តិច្រើនទេពួកយើងដែលស្នាក់នៅក្នុងព្រៃក្នុងចំណោមឧបសគ្គព្រំដែនបានរត់គេចខ្លួននៅពេលយប់ឆ្ពោះទៅកាន់តាម៉ាស៊ីដាដែលជាភូមិអាល់ម៉ង់ដ៏ធំមួយនៅលើទន្លេគ្រីសប៉ុន្តែជនជាតិអាល្លឺម៉ង់មិនអនុញ្ញាតឲ្យយើងឆ្លងកាត់ស្ពានទេទួយទៅវិញពួកគេជាច្រើនបានទទូចថាយើងត្រូវការពារទីក្រុងដែលមានកំពែងរឹងមាំរបស់ពួកគេរួមគ្នាជាមួយពួកគេដែលវាមិនបានធ្វើឲ្យយើងពេញចិត្តទាល់តែសោះដូច្នេះយើងបានងាកទៅកោះមួយដែលកំពុងត្រូវបានពង្រឹងយ៉ាងល្អដោយសារខ្ញុំមិនហ៊ានបន្តទៅមុខទៀតខ្ញុំក៏ស្នាក់នៅជាមួយពួកគេនៅពេលដែលខ្ញុំដឹងថាកន្លែងនេះត្រូវបានពង្រឹងយ៉ាងល្អខ្ញុំចូលចិត្តវាហើយខ្ញុំបានស្នាក់នៅទីនោះនៅពេលដែលខ្ញុំនៅទីនោះពី3ថ្ងៃជាមួយអ្នកបម្រើរបស់ខ្ញុំអ្នកត្រួតពិនិត្យរបស់យើងបានរាយការណ៍ថាពួកតាកំពុងខិតជិតមកដល់ខ្ញុំបានជួលឆ្មាម្នាក់និងអ្នកបម្រើម្នាក់យើងម្នាក់ដឹកនាំសេះ3ហើយប្រញាប់ប្រញាល់នៅពេលយប់ទៅកាន់ទីក្រុងសេណាតនៅលើទន្លេមូរ៉េសចម្ងាយ8ម៉ាយពីកោះនៅពេលដែលយើងកំពុងជិះពេញមួយយប់លឿនតាមដែលសេះរបស់យើងអាចផ្ទុកយើងបាននៅពេលព្រលឹមយើងបានទៅដល់សេណាតប៉ុន្តែនៅថ្ងៃមុនវាត្រូវបានបណ្ដាមយកនិងបំផ្លាញដោយពួកតា
ដែលបានចូលមកក្នុងប្រទេសហុងគ្រីពីមកខាងទៀតតំបន់ទាំងមូលត្រូវបានកាន់កាប់យើងបានទុកសេះរបស់យើងនៅក្នុងខ្ទមមួយចំនួនហើយលាក់ខ្លួនសម្រាប់ថ្ងៃនៅក្នុងរណ្ដៅមួយចំនួនហើយនៅពេលយប់យើងបានលូនត្រឡប់ទៅកន្លែងចាស់វិញចំពេលពួកតាដោយមានការលំបាកនិងការភ័យខ្លាចយ៉ាងខ្លាំងហើយបានចូលទៅក្នុងកោះដោយអោនភ្នែកចុះនិងខ្មាស់អៀនខណៈពេលដែលយើងស្ថិតក្នុងគ្រោះថ្នាក់បែបនេះអ្នកបម្រើរបស់ខ្ញុំដែលកំពុងយាមសេះនៅខាងក្រៅនិងអ្នកផ្សេងទៀតដែលនៅជាមួយខ្ញុំបានរត់គេចពីកោះជាមួយនឹងលុយនិងសម្លៀកបំពាក់របស់ខ្ញុំទាំងអស់ពួកតាបានចាប់ពួកគេនៅក្នុងការរត់គេចហើយកាប់ពួកគេចុះខណៈដែលខ្ញុំនៅសល់ជាមួយអ្នកបម្រើម្នាក់ហើយស្ទើរតែអាក្រាតនៅលើកោះមិនយូរប៉ុន្មានដំណឹងបានមកថាពួកតាបានដណ្ដើមយកនៅពេលព្រលឹមនៅភូមិតាម៉ាស៊ីដាភូមិរបស់ជនជាតិអាល្លឺម៉ង់ហើយអស់អ្នកដែលពួកគេមិនបានរក្សាទុកឲ្យនៅរស់ត្រូវបានកាត់ក្បាលដោយដាវដោយភាពខូខើដ៏គួរឲ្យរន្ធត់ដោយលឺបែបនេះសុខរបស់ខ្ញុំបានឈរឡើងរាងកាយរបស់ខ្ញុំញ័រដោយការភ័យខ្លាចអណ្ដាតរបស់ខ្ញុំនិយាយរអាក់រអួលយ៉ាងវេទនាត្បិតខ្ញុំបានឃើញថាពេលដែលជៀសមិនរួចនៃការស្លាប់ដ៏គួរឲ្យភ័យខ្លាចកំពុងតែគំរាមកំហែងខ្ញុំក៏បានឃើញមនុស្សដែរនៅពេលដែលរំពឹងយ៉ាងមុតម៉ាំថានឹងស្លាប់มันអាចចាប់អាវុធលើកដៃផ្លាកទីជំហានទៅកាន់កន្លែងសុវត្ថិភាពឬស្ទង់មើលទឹកដីដោយភ្នែករបស់ពួកគេខ្ញុំបានឃើញមនុស្សពាក់កណ្ដាលស្លាប់ដោយការភ័យខ្លាចខ្ញុំបានហៅប្រជាជននៃកោះមកជុំគ្នាដើម្បីឲ្យយើងត្រូវបានកាន់តែប្រសើរបន្ទាប់មកខ្ញុំបានចាស់ចេញទៅជាមួយប្រជាជនហើយបានយកកូន2នាក់ជាកូនប្រុសរបស់មេភូមិដែលជាម្ចាស់ផ្ទះរបស់ខ្ញុំនិងអ្នកបម្រើថែម្នាក់គត់ដែលខ្ញុំនៅមានហើយបានលាក់ខ្លួនក្នុងចំណោមឧបសគ្គព្រំដែនដោយធ្វើពុតជាចូលទៅក្នុងព្រៃបន្ថែមទៀតខ្ញុំបានផ្ញើសារទៅឪពុករបស់ក្មេងៗថាខ្ញុំខ្លាចនៅការត្រឡប់ទៅកោះវិញដោយគិតថាប្រសិនបើខ្ញុំរក្សានិងលាក់កូនប្រុសរបស់គាត់នឹងផ្ញើរបស់ចាំបាច់មកឲ្យយើងប៉ុន្តែនៅពេលដែលអាហារត្រូវបានផ្ញើមកនៅពេលព្រលឹមស្រៀងស្រាងពួកតាបានមកដល់ភ្លាមហើយបានលូមព័ទ្ធកោះធួកខ្លីបានប្រកាសថាធួកខ្លីនឹងវាយប្រហារកោះពីខាងទឹកដូច្នេះប្រជាជនរបស់កោះត្រូវបានបញ្ឆោតឲ្យការពារវាពីផ្នែកនោះទោះជាយ៉ាងណាក៏ដោយពួកតាបានវាយលុកច្រកទ្វារដែលគ្មានការពកការនៅម្ខាងទៀតដណ្ដើមយកពួកវាហើយដណ្ដើមយកកោះដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបានបាញ់ព្រួនឬប្រយុទ្ធជាមួយពួកគេនៅលើខ្នងសេះឬនៅលើដីឡើយមិនត្រឹមតែវាគួរឲ្យរន្ធត់ក្នុងការឃើញអក្រិតកម្មដ៏ធំប៉ុណ្ណានិងអំពើខូខើអ្វីដែលពួកគេបានប្រព្រឹត្តនៅទីនោះប៉ុណ្ណោះទេប៉ុន្តែសូម្បីតែលឺវាក៏នឹងធ្វើឲ្យមនុស្សភ័យខ្លាចផងដែរពួកគេបានយកទ្រព្យសម្បត្តិទាំងអស់ហើយទុកតែซากศพនៅពេលដែលមនុស្សជាច្រើនដែលបានលាក់ខ្លួនបន្ទាប់ពី3ថ្ងៃគិតថាពួកតាបានដកថយពួកគេបានត្រឡប់ទៅកោះវិញដើម្បីរកអាហារហើយពួកតាដែលលាក់ខ្លួននៅទីនោះបានចាប់ពួកគេហើយមានតែមនុស្សតិចតួចប៉ុណ្ណោះដែលបានរត់គេចខ្លួននៅពេលដែលភាពអត់ឃ្លាននិងការស្រេកឃ្លានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងពេកខ្ញុំក៏ត្រូវបានបង្ខំឲ្យទៅកោះនៅពេលយប់ដោយរុញច្រានសំណល់ដើម្បីរកមើលម្សៅឬសាច់ដែលលះកំបាំងឬអាហារផ្សេងទៀតអ្វីក៏ដោយដែលខ្ញុំអាចរកបានខ្ញុំបានយកវាទៅជ្រៅក្នុងព្រៃបន្ទាប់ពីដោះឬភ័យខ្លាចខ្ញុំបានទៅកោះម្ដងទៀតមើលចុះទុកសៅអ្វីនៅទីនោះក្លិនស្អុយអ្វីភាពភ័យខ្លាចអ្វីខ្ញុំគិតថា
មាននរណាម្នាក់ទោះបីជាគាត់ស្រមៃមើលការរងទុកគ្រប់ប្រភេទក៏ដោយក៏នឹងមិនញាប់ញ័រចំពោះការរងទុកនេះដែរខ្ញុំត្រូវស្វែងរករូងភ្នំជីក្រិនដៅឬរកដើមឈើប្រហុងដើម្បីមានជំរកខណៈពេលដែលពួកតាដូចជាសត្វឆ្កែតាមដានទន្សាយនិងជ្រូកព្រៃប្រញាប់ប្រញាល់ឆ្លងកាត់គុម្ពោតបន្លាស្រមោលនៃព្រៃតូចៗជម្រាវនៃទឹកនិងបេះដូងនៃទីរហោស្ថានពួកគេបានឆែកឆេរព្រៃអស់មួយខែឬច្រើនជាងនេះហើយដោយសារតែពួកគេមិនអាចសម្លាប់មនុស្សគ្រប់គ្នានៅទីនោះបានពួកគេបានប្រកាសល្បិចថ្មីមួយដូចតទៅពួកគេបានចាប់អ្នកខ្លះដែលកំពុងលាក់ខ្លួននៅក្នុងព្រៃហើយបានបញ្ជូនពួកគេចេញជាមួយនឹងសារថាអ្នកណាដែលចោះចាញ់នឹងការទុកចិត្តរបស់ពួកគេមុនពេលកំណត់នឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពដោយសារតែប្រជាជនកំពុងតែស្លាប់ដោយសារតែខ្វះអាហារពួកគេជឿពីរបស់ពួកគេទាំងស្រុងដូច្នេះហើយអស់អ្នកដែលនៅទីនោះបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយដោយសារតែព្រៃឈើទាំងនេះធំធេងហើយមនុស្សរាប់មិនអស់បានលាក់ខ្លួននៅទីនោះដីនៅក្នុងតំបន់កាដឺ3ថ្ងៃបានចាប់ផ្ដើមមានមនុស្សរស់នៅឡើងវិញហើយគ្រប់ភូមិបានជ្រើសរើសស្ដេចរបស់ខ្លួនពីក្នុងចំណោមពួកតាតាមឆន្ទៈរបស់ខ្លួនបន្ទាប់ពីនេះគ្រប់គ្នាបាននាំយកដំណាំមកព្រោះវាជារដូវច្រូតកាត់រួមទាំងស្មៅនិងចំបើងនិងអ្វីផ្សេងទៀតដែលត្រូវរក្សាទុកពួកគេបានតែងតាំងមន្ត្រីធំ bailiffs លើប្រជាជនដើម្បីផ្ដល់យុត្តិធម៌និងផ្គត់ផ្គង់ពួកគេនៅសេះសត្វអាវុធអំណោយនិងសម្លៀកបំពាក់ដែលមានប្រយោជន៍ដូច្នេះយើងមានសន្តិភាពតុលាការហើយគ្រប់គ្នាទទួលបានយុត្តិធម៌ខ្ញុំតែងតែទៅទីនោះដើម្បីរកមើលថាតើមានវិធីណាដើម្បីទទួលបានសេរីភាពមន្ត្រីធំទាំងអស់បានចេញបញ្ជាថាពីភូមិមួយចំនួនបុរសស្ត្រីនិងកុមារគួរតែបង្ហាញខ្លួននៅចំពោះមុខទាំងពុំមុខជាមួយនឹងអំណោយយើងពិតជាភ័យខ្លាចចំពោះដំណឹងនេះណាស់ដបិតយើងមិនដឹងពីហេតុផលរបស់វាដូច្នេះខ្ញុំបានជ្រើសរើសទៅកងទ័ពជាជាងស្នាក់នៅក្នុងភូមិក្នុងភាពមិនប្រកបប្រជាបែបនេះផ្នែកមួយទៀតនៃកងទ័ពរបស់ពួកគេបានបែរឈ្មោះទៅអេសទៅក្រុមប៉ុន្តែមានតែ2-3នាក់ប៉ុណ្ណោះដែលទៅដល់ទីនោះពួកគេភាគច្រើនតាំងទីលំនៅនៅចម្ងាយមួយចំនួនហើយបានរៀបចំម៉ាស៊ីនលំពត់ប្រហែល30ទន្ទឹមនឹងនេះអ្នកនៅអេសតឺរ៉មបានពង្រឹងខ្លួនឯងជាមួយនឹងប្រឡាយជួនជាងនិងប៉មឈើប្រជាជនសាមញ្ញភាពសីអភិជននិងស្ត្រីដែលបានប្រមូលផ្ដុំគ្នានៅក្នុងបន្ទីដ៏គួរឲ្យកត់សម្គាល់នោះមានទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំងរហូតដល់ពួកគេគិតថាពួកគេអាចទប់ទល់នឹងពិភពលោកទាំងមូលបានប៉ុន្តែជនជាតិហុងគ្រីនិងបារាំងនិងឡុំបាតដែលដូចជាចៅហ្វាយនាយនៅទីក្រុងបានដឹងថាពួកគេមិនអាចទប់ទល់បានដូច្នេះពួកគេបានដុតជាចាយក្រុងនិងផ្ទះឈើដែលមានជាច្រើនរហូតដល់វិមានថ្មនៅក្នុងផ្ទះពួកគេបានដិតសម្លៀកបំពាក់និងសម្លៀកបំពាក់ដែលជ្រលក់ពណ៌យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់សេះកបមាសនិងប្រាក់ហើយលាកទំនិញអ្វីក៏ដោយដែលពួកគេមានមុនពេលដកថយទៅវិមានដើម្បីការពារខ្លួននៅពេលដែលពួកតាបានដឹងថាអ្វីៗទាំងអស់ដែលពួកគេចង់បានដើម្បីក្លាយជាអ្នកមានត្រូវបានដុតពួកគេខឹងយ៉ាងខ្លាំងហើយបានបិទទីក្រុងយ៉ាងលឿនជាមួយជារបងឈើដើម្បីឲ្យអ្នកណាដែលព្យាយាមរត់គេចនិងរត់ចូលទៅក្នុងមាត់ដាវដោយបានដណ្ដើមយកពួកគេយ៉ាងលឿនខ្ញុំជឿជាក់នៅក្នុងនិយាយការពិតថាមិនមានមនុស្សលើសពី15នាក់ទេដែលមិនត្រូវបានសម្លាប់នៅក្នុងឬនៅខាងក្រៅទីក្រុងពួកគេដែលត្រូវចាប់និងសម្លាប់ស្ត្រីដែលអស់ជាងបានស្លៀកពាក់យ៉ាងស្រស់ស្អាតតាមដែលធ្វើទៅបានប្រមូលផ្ដុំគ្នានៅក្នុងវិមានមួយហើយបានអំពាវនាវសូមជួបជាមួយមហាព្រះអង្គម្ចាស់
ពួកគេទាំងអស់ប្រហែល300នាក់ត្រូវបាននាំចេញពីទីក្រុងទៅកាន់ព្រះអង្គចាស់ហើយបានសុំអំណោយនៃការត្រូវបានទុកឲ្យនៅរស់ក្រោមការគ្រប់គ្រងរបស់ទ្រង់ទោះជាយ៉ាងណាក៏ដោយទ្រង់នៅក្នុងកំហឹងរបស់ទ្រង់ដែលមិនបានឈ្នះទ្រព្យសម្បត្តិអ្វីសោះបានបញ្ជាឲ្យពួកគេផ្លន់និងកាត់ក្បាលហើយនោះត្រូវបានធ្វើភ្លាមពួកគេបានកាន់កាប់ប្រពេសទៀងនៅត្រើយម្ខាងនិងនៅត្រើយម្ខាងនៃទន្លេដានូបប៉ុន្តែផ្នែកនៅត្រើយម្ខាងនៃទន្លេដានូបមិនត្រូវបានបំផ្លាញច្រនទេពីព្រោះពួកគេមិនបានបោះជំរំនៅទីនេះប៉ុន្តែគ្រាន់តែបំផ្លាញអ្វីៗទាំងអស់ដែលពួកគេបានរកឃើញនៅពេលដាកាត់ដូច្នេះដោយផ្លាស់ទីត្រឡប់មកវិញយឺតយើងបានទៅដល់ Transylvania ជាកន្លែងដែលមានមនុស្សជាច្រើនដែលបានរួចជីវិតនិងប្រាសាទជាច្រើននៅមានអ្វីដែលលើសពីនេះលើកឡើងតែប្រាសាទមួយចំនួនពួកគេបានកាន់កាប់ប្រទេសទាំងមូលនៅពេលពួកគេឆ្លងកាត់ពួកគេបានចាកចេញពីប្រទេសឲ្យនៅស្ងាត់ជ្រងំនិងទទេដោយសារខ្ញុំគ្មានសង្ឃឹមនៅក្នុងការរស់រានមានជីវិតហើយសេចក្តីស្លាប់ដ៏ជូរចត់និងខូខើយកំពុងរង់ចាំនឹងមាត់ទ្វាររួចទៅហើយខ្ញុំគិតថាវាជាការប្រសើរក្នុងការស្លាប់នៅទីនេះជាជាងត្រូវបានធ្វើទារុណកម្មដោយការឈឺចាប់ឥតឈប់ឈរនៃភាពភ័យខ្លាចដូច្នេះខ្ញុំបានចាកចេញពីផ្លូវធំហាក់ដូចជាធ្វើតាមការហៅនៃធម្មជាតិហើយបានប្រញាប់ប្រញាល់ឆ្ពោះទៅកាន់ព្រៃក្រាស់ជាមួយអ្នកបម្រិតតែម្នាក់គត់របស់ខ្ញុំហើយបានលាក់ខ្លួននៅក្នុងរោងនៃច្រោះមួយដោយគ្របដណ្ដប់ខ្លួនខ្ញុំជាមួយនឹងស្លឹកឈើនិងមែកឈើអ្នកបម្រើរបស់ខ្ញុំបានលាក់ខ្លួននៅឆ្ងាយដើម្បីកុំឲ្យការរកឃើញដោយចៃដន្យនៃម្នាក់មិនបង្ការឲ្យមានការចាប់ខ្លួនដ៏អកុសលនៃម្នាក់ទៀតយើងដេកនៅទីនោះអស់រយៈពេល2ថ្ងៃពេញដូចជានៅក្នុងភ្នូមិនងើបក្បាលហើយបានឮសំឡេងដ៏គួរឲ្យភ័យខ្លាចនៃអ្នកដែលដើរតាមដានជើងរបស់សត្វដែលវង្វេងបានឆ្លងកាត់នៅជិតក្នុងព្រៃហើយតែងតែស្រែកតាមអ្នកទោសដែលកំពុងលាក់ខ្លួនហើយនៅពេលដែលយើងមិនអាចទប់ស្កាត់បានទៀតទេនៅក្នុងភាពស្ងៀមស្ងាត់យ៉ាងជ្រាលជ្រៅនៃដួងចិត្តរបស់យើងនៅតម្រូវការដ៏ត្រឹមត្រូវនៃភាពអត់ឃ្លានយើងបានងើបក្បាលឡើងហើយចាប់ផ្ដើមលូនដូចពស់ដោយប្រើដៃនិងជើងយើងយំសោកនិងធ្ងោយ៉ាងខ្លាំងថាវានឹងងាយស្រួលជាងក្នុងការស្លាប់ដោយដាវជាជាងចំណងនៃអវយវៈរបស់យើងនិងការរួបរวมនៃរូបកាយនិងព្រលឹងដួលរលំដោយសារតែការអត់ឃ្លានខណៈពេលដែលយើងកំពុងផ្លាស់ប្ដូរពាក្យពេចន៍នៃការលួងលោមបែបនេះបុរសម្នាក់បានលេចចេញមកហើយភ្លាមនៅពេលដែលយើងសម្លឹងមើលគាត់យើងបានរត់គេចខ្លួនដោយភ័យខ្លាចហើយមិនបានងាកមើលក្រោយដើម្បីដឹងថាតើគាត់កំពុងដេញតាមឬនៅពីក្រោយយើងនៅការរត់គេចនោះទេយើងចាប់ផ្ដើមដើរឆ្លងកាត់ទឹកដីដែលស្ងាត់ជ្រងំនិងបោះបង់ចោលដែលពួកគេបានបំផ្លាញខណៈពេលកំពុងដកថយប៉មព្រះវិហារជាសញ្ញាណែនាំផ្លូវរបស់យើងពីកន្លែងមួយទៅកន្លែងមួយទៀតហើយផ្លូវដែលពួកគេបានសម្គាល់សម្រាប់យើងគឺរដប់ផ្លូវនិងផ្លូវលំបានបាត់អស់ស្មៅនិងគុំផុតបន្លាបានដុះគ្របដណ្ដប់ខ្ទឹមបារាំងជីរនាងវងខ្ទឹមសនិងខ្ទឹមបារាំងដែលនៅសល់ក្នុងសួនច្បាររបស់កសិករនៅពេលដែលអាចរកបានត្រូវបាននាំយកមកឲ្យខ្ញុំជាអាហារឆ្ងាញ់បំផុតអ្នកផ្សេងទៀតបានត្រឹមតែស៊ីឬម៉ាឡូ Hauslick និង Cowbane យើងបានបំពេញក្រពះដែលឃ្លាននៃរបស់យើងជាមួយនឹងរបស់ទាំងនេះហើយវិញ្ញាណនៃជីវិតត្រូវបានរស់ឡើងវិញនៅក្នុងរាងកាយដែលអស់កម្លាំងរាងកាយដែលអស់កម្លាំងទី8នៅថ្ងៃទី8បន្ទាប់ពីចាកចេញពីព្រៃយើងបានមកដល់ទីក្រុង Alba Ulia នៅទីនោះយើងមិនបានរកឃើញអ្វីសោះលើកឡើងតែឆ្អឹង
និងលាលាតក្បាលរបស់មនុស្សស្លាប់ចិញ្ចៀងដែលត្រូវបានបំផ្លាញនិងបាក់បែកនៃវិហារនិងវាមានដែលប្រឡាក់ដោយឈាមរបស់គ្រីស្ទសាសនិកមួយចំនួនធំ 10 ម៉ាយពីទីនោះក្បាលព្រៃគឺជាភូមិមួយហើយនៅទីនេះ4ម៉ាយនៅក្នុងព្រៃគឺជាភ្នំខ្ពស់ដ៏អស្ចារ្យមួយនៅលើកំពូលរបស់វាគឺជាថ្មមួយផ្ទាំងថ្មដែលលេចចេញមកជាកន្លែងដែលបរមនិងស្ត្រីមួយចំនួនធំបានជ្រកកោនពួកគេបានទទួលយើងដោយក្តីរីរីទាំងទឹកភ្នែកហើយបានសាកសួរអំពីគ្រោះថ្នាក់ដែលយើងបានឆ្លងកាត់ទាំងអស់នេះយើងមិនអាចប្រាប់ទូពួកគេបានក្នុងពាក្យពីរបីម៉ាត់ទេទីបំផុតពួកគេបានឲ្យនំប៉័ងខ្មៅដែលដុតនំធីម្សៅនិងសម្បកដើមឈើអុកដែលកិនរួតហើយវាមានរសជាតិផ្អែមជាងនំស៊ីមណែលណាមួយដែលយើងធ្លាប់បានញ៉ាំដូច្នេះហើយខ្ញុំបានសរសេរអ្វីទាំងអស់នេះជូនអ្នកឪពុកដោយមិនបន្ថែមអ្វីដែលមិនពិតដើម្បីឲ្យអ្នកឪពុកដែលដឹងអំពីវេនដ៏រីករាយនៃសំណាងរបស់ខ្ញុំអាចដឹងផងដែរអំពីធម្មជាតិពិតនៃសំណាងអាក្រក់និងគ្រោះថ្នាក់របស់ខ្ញុំសូមឲ្យមានសុខភាពល្អអូពុករបស់ខ្ញុំ